បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងវីដេអូនេះខ្ញុំនឹងធ្វើការណែនាំដូចជាបង្រៀនបងប្អូនអំពីរបៀបថែមក្រែមនៅលើកម្មវិធី Adobe Photoshop CC 2025នេះគឺយើងថែមក្រែមបែបនេះបងប្អូនថែមក្រែមបែបនេះហ្នឹងហើយអញ្ចឹងបងប្អូនទៅមើលរបៀបធ្វើជាមួយខ្ញុំទាំងអស់គ្នាអានេះគឺជាវីដេអូដែលខ្ញុំប្រាប់ហើយអានេះគឺជារូបភាពដែលខ្ញុំធ្វើហើយអញ្ចឹងបងប្អូនចាំមើលរបៀបធ្វើអានេះខ្ញុំបិទចោលយើងនឹងចាប់ផ្ដើមធ្វើ site ថ្មីទាំងអស់គ្នាអញ្ចឹងដំបូងយើងទៅបើកយករូបភាពបើកយករូបហ្នឹងរូបដើមអានេះការងារដែលធ្វើឲ្យខ្ញុំបិទចោលបាទអញ្ចឹងបាច់ save ទៅនេះចឹងហ៊ានដំបងបងប្អូនត្រូវបើករូបភាពដែលបងប្អូនចង់ថែមក្រែមហ្នឹងមកតមកទៀតយើងប្រើ tool នេះបាទជាមួយឈ្មោះ tool នេះបាទ lasso tool យើងប្រើ lasso tool ហ្នឹងចឹងយើងយកមកគូសជុំវិញបបោមាត់ដែលយើងត្រូវថែមក្រែមបងប្អូនបាទប៉ុណ្ណឹងមកទីហោខ្ញុំគូសមិនសូវត្រង់ទេអញ្ចឹងបើបងប្អូនគូសព្យាយាមគូសធ្វើម៉េចឲ្យស្អាតមកណាបាទហើយមកទៀតយើងចូលទៅ adjustment ណាអានេះ adjustment បងប្អូនយក solid ហើយរើសពណ៌គឺនេះរើសពណ៌គឺយកពណ៌ក្រហមមកតាមបងប្អូនចូលចិត្តទេចង់បានពណ៌អីចឹងណាអញ្ចឹងខ្ញុំយកពណ៌ក្រហមហើយយើងចុចមកត្រង់កន្លែងfill បងប្អូនកន្លែង color fill របស់យើងមិញហ្នឹងហើយមកយើងចូលទៅកន្លែង feature នេះណាហើយម៉ាស់របស់យើងហ្នឹងចូលទៅ feature នេះអានេះយើងដាក់10អីទៅហ្នឹងហើយដាក់10អីមកបានហើយយើងចូលទៅបដូរត្រង់ normal នេះយើងយកកន្លែងថា multiply តមកទៀតបងប្អូនចូលទៅចុចត្រង់កន្លែងអានេះlayer mask style បងប្អូន layer mask style អា fx ហ្នឹងចុច fx ហ្នឹងមកបងប្អូនយកពាក្យថា blending option ខ្ញុំចុចពាក្យ blending option មកយើងនឹងបានផ្ទាំងមួយនេះខ្ញុំទាញខាត់លើតិចដើម្បីឲ្យឃើញបបោមាត់មិញអញ្ចឹងបន្តមកទៀតបងប្អូនបន្ថយត្រង់កន្លែង underline layer នេះ underline យើងហ្នឹងបន្ថយមកយើងនឹងឃើញចេញផ្លេកមកអានេះវាអាស្រ័យទៅលើ pixel របស់រូបដែរអញ្ចឹងវាអាចកំណត់ថាលេខប្រមាណនេះណាអញ្ចឹងបងប្អូនចង់បានផ្លេកខ្លាំងបងប្អូនបន្ថយខ្លាំងមកចង់បានផ្លេកតិចបងប្អូនទាញឲ្យខ្លាំងកម្លាំងឲ្យខ្លាំងអញ្ចឹងរូបនេះខ្ញុំយកប៉ុណ្នេះតមកទៀតយើងចុច OK សិនមកបងប្អូនចាំទៅបន្ថយក្រែមតាមក្រោយនេះយើងអាចសេរី feature បន្ថែមបានណាហើយកន្លែងនេះនេះដិតខ្លាំងហើយនេះថយកន្លែងនេះខ្ញុំដាក់12ទៅកន្លែងមិញហ្នឹងណាហើយចាំយើងមកកន្លែងនេះ opacity នេះយើងបន្ថយមកបងប្អូនស្រឡាញ់ក្រែមដិតខ្លាំងឬតិចនេះបងប្អូនឃើញណាខ្ញុំបន្ថែមមកឥឡូវខ្ញុំដាក់60ខ្ញុំវាយ60មកនេះ60ប៉ុណ្ណេះចង់បានខំខ្លាំងទៀតដាក់70ទៅហ្នឹងហើយលេខឡើងហ្នឹងឡើងរហូតណាអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងទេយើងឃើញក្រែមស្អាតហ្នឹងពីមុនបែបនេះបន្តមកទៀតគឺចេះហ្នឹងហើយឃើញទេហើយមកទៀតយើង pattern layer ហ្នឹងទៅបាទជាការស្រេចពេលយើង save ចុច Ctrl Shift S ណា save as វាហ្នឹងហើយទុកមកនេះអូខេអញ្ចឹងវីដេអូនេះគឺតែប៉ុណ្ណឹងសង្ឃឹមថាបងប្អូនអរគ្នាចេះធ្វើណាអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយទៀត